ជំរាបសួរសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមាន13 Pro Max មួយបញ្ហាវាគឺបាក់អត់ចេញបាទរលត់ហើយសាកថ្មក៏មិនឃើញមានសញ្ញាចូលលេខដែរបាទអញ្ចឹងខ្ញុំនឹងធ្វើវីដេអូជាជំហានមួយជំហានទៅមួយជំហានដើម្បីចែកម្លែកបទពិសោធន៍ជួសជុលជាក់ស្ដែងនេះចែកជូនបងប្អូនទស្សនាអញ្ចឹងដំណាក់កាលទី1នេះគឺយើងត្រូវមួលខ្ចៅខាងក្រោមនេះគឺជាខ្ចៅគូតបាទយើងហៅខ្ចៅគូតហ្នឹងមូលវាចេញទៅបាទបន្ទាប់មកគឺយើងត្រូវមានអង្គមចាប់កោះអេក្រង់នេះបាទមានវាមួយគឺជាវាជួយយើងបានជាប្រយោជន៍បាទគូសំដែរជាជាងកាយើងសោកកោះមិនប្រយ័ត្នហើយយើងប្រើទឹកអាល់កុលធម្មតានេះឯងអាល់កុលពេទ្យបាទអាល់កុល 99% អាល់កុលនេះទៅទិញកន្លែងប៉ាមស៊ីប្រាប់គេថា90 99% ចឹងយើងយកវាមកចាក់ជុំវិញតិចចឹងមកបាទកុំចាក់ច្រើនពេកវាក៏មិនល្អមកដែរហើយយើងមូលវាទៅបាទមូលទៅឃើញថាវាឡើងមកស្ទុលហើយបាទឡើងមកស្ទុលអានេះមិញដោយសារតែខ្ញុំខាវាចោលនេះវីដេអូនេះវាវែងពេកអញ្ចឹងយើងឃើញប៉ុណ្ណេះគឺក៏ប៉ុតមិញក៏ប៉ុតឡើយហ្នឹងវាត្រូវចាំវាសិនណាបាទតែខ្ញុំខាវាចេញទៅព្រោះវីដេអូយើងវាត្រូវមានវែងតទៀតបាទអញ្ចឹងយើងមកកោះវាបានហើយយើងគីកវាបានអានេះលេងនេះយើងអាចដកចេញពីគុំហើយយើងគីអញ្ចឹងទៅជាដំណាក់កាលពីម្តង់បើយើងលម្អិតវាយូរវែងវាទៅយូរវែងពេកវីដេអូហ្នឹងបាទអញ្ចឹងពេលដែលយើងកោះបានចេះហើយយើងបន្តទៅជំហានបន្ទាប់របស់យើងទៀតហ្នឹងគឺកន្លែងនេះគឺយើងត្រូវបាទដោះខ្ចៅប៉ាងដែកពីលើគម្របអេក្រង់នឹងចេញទៅបាទនេះខ្ញុំសម្រាយទៅហើយមកវីដេអូនេះពីរាល់ដងខ្ញុំមិនដែលថតពីរបៀបដោះអីចឹងទេប៉ុន្តែវីដេអូនេះចង់ថតឲ្យអ្នកនរគ្នាទស្សនាជាការកម្សាន្តលេងបាទអញ្ចឹងយើងច្រកខ្ចៅច្រកអីបាទឲ្យគាត់ឲ្យត្រឹមត្រូវទៅបាទច្រកឲ្យរួចស្រេចមកយើងនឹងឆ្កឹះយកស្នាប់ថ្មចេញមុនគេហើយអេក្រង់នេះយើងអាចដកចេញសិនដែរទៅកុំឲ្យវាលាត់បាក់កបអីយើងຕົកម្ដុំហើយយើងយក power supply យកខ្សែមកកឹបតេស្តមើលថាម៉ាស៊ីនហ្នឹងវាមានបញ្ហាអីទើបវាបាក់អត់ចេញបាទចឹងកន្លែងនេះគឺខ្ញុំយកខ្សែ power supply មកខ្ញុំកឹបចូលបាទកឹបផាច់ល្ងិតឈឹងបាទគប់ម៉ាស៊ីនបាត់សូនបាទកឹបបាទដកដោយវាម៉ាស៊ីនមកវាយគប់បាត់ហើយនោះចឹងកឹបម្ដងទៀតបាទកឹបមកទៀតឃើញថាវាគប់ទៀតបាទកឹបទៀតគប់ទៀតចឹងយើងគប់ច្រាស់មើលលោកខ្សែវាហ្នឹងវាខុសបាទកឹបខាងណាក៏ច្រាស់ដែរអញ្ចឹងបញ្ជាក់ថាទូរស័ព្ទនេះគឺបញ្ហាឆ្លងម៉ាស៊ីនហើយបាទឬក៏ហៅថាឆ្លងដើមផ្លូវអញ្ចឹងខ្ញុំដោះម៉ាស៊ីនចេញមកខ្ញុំនឹងធ្វើការកឹបវាម្ដងទៀតខ្សែលោឆ្លងគ្រឿងបាទកឹបតែបតទេនេះក៏វានៅតែបាទភ្លឹបអត់ដែរបាទអញ្ចឹងមានន័យថាម៉ាស៊ីននេះឆ្លងគូសំហើយឆ្លងខ្លាំងគូសំអញ្ចឹងនេះម៉ាស៊ីនស៊ីនចេះបាទស្អាតចេះអត់ទាន់ធ្វើអីទេម៉ាស៊ីននេះបាទអញ្ចឹងខ្ញុំក៏ដំណាក់កាលទៅតាមជំហានយើងបន្តទៀតនេះគឺយើងត្រូវមានវ៉មនេះហើយខ្ញុំដាក់ set កម្ដៅវាទៅ220រយៈពេលអាចចន្លោះពី3ទៅ4នាទីបាទភាសាបតនេះវារៀងរឹងគួរសមដែរចឹងយើងរងចាំវារហូតដល់តឡើង200ដល់210 200អីនេះបាទយើងអាចចាក់វាលេងមើលសិនទៅបើសិនជាវាអាលីសំណមុន220ក៏យើងកោះវាទៅបាទតែបើវាអត់តលាទេរងចាំវាសិនចឹងយើងរងចាំតតែយើងចាក់ទៅឃើញចំហហើយបើន័យថាវាលាយើងបិទវ៉មឲ្យលឿនហើយប្រើអាក្រាវយើងនេះបាទសោកខ្វាចមកប្រាក់សុតបាទនេះចឹងការងារយើងវាទៅតាមដំណាក់កាលពីមួយជំហានទៅមួយជំហានបែបនេះឯងឆាប់បញ្ញាប់ដាក់មកលើដែកត្រជាក់ហ្នឹងទៅដើម្បីវាត្រជាក់តិចទៅហើយបើវាត្រជាក់ហើយយើងក៏យកវាមកកឹបតេស្តមើលត្រជាក់ឲ្យដឹងថាវានៅតែឆ្លងកាត់លើដដែលឬក៏ឆ្លងកាត់ក្រោមអញ្ចឹងខ្ញុំកឹបតេស្តមើលទៅឃើញថាវាគឺឆ្លងកាត់លើអត់ឆ្លងកាត់ក្រោមទេបាទអញ្ចឹងយើងបានតម្រុយប៉ុណ្ណឹងហើយគឺយើងជូតសម្អាតវាទៅកន្លែងនេះហើយយើងនឹងធ្វើការវាស់ចាក់ស្ដែងបាទវាស់ចាក់ស្ដែងគឺអានេះគឺជា schema bitmap schematic bitmap យើងមើលភ្លើ VDD man មុនគេអញ្ចឹងខ្ញុំឃើញកន្លែងកង់ដងនេះវាស្រួលវាស់ជាងគេនៅចុងគេនេះហើយខ្ញុំក៏ចាប់ដើមវាស់វាមុនដោយបាទវាស់ដោយប្រើទូឯករបស់យើងគឺ MTM របស់យើងគឺជាអូម៉ែតកែច្នៃដែលខ្ញុំប្រើវារាប់ឆ្នាំមកហើយបាទមិនតប្រើឥឡូវទេប្រើ4 5ឆ្នាំ6ឆ្នាំហើយអញ្ចឹងវាស់ទៅឃើញថាវាឆ្លងនេះយើងកាច់ទៅយកម៉ូតធម្មតាណាអញ្ចឹងវាឆ្លងហើយអញ្ចឹងបញ្ជាក់ថាឆ្លង VDD man អញ្ចឹងការដោះស្រាយដោយប្រើទូឯកនេះគឺយើងត្រូវកាច់វាឲ្យទៅជាការកែច្នៃហ្នឹងគឺទៅចេញ3វ៉ុលជាងទៅតាមថ្មយើងហើយយើងកាត់ប្លុកវាប្លុកយើងកាត់ជា4 5ប្លុកឲ្យយើងទៅដើម្បីឲ្យដឹងថាប្លុកណាទៀបជាងគេមួយសិនទើបយើងវាស់លម្អិតកង់ដងប្លុកហ្នឹងទាំងអស់គ្រប់កង់ដងទើបរូបកង់ដងខូចឃើញអញ្ចឹងប្លុកទី1នេះគឺខ្ញុំវាស់ទៅឃើញបានធ្លាក់សល់ 4.8 ខ្ញុំសូមបញ្ជាក់មួយយើងវាស់គឺឃើញ 4.5 ចេះអានេះវានៅច្រើនជាងអាមិញអញ្ចឹងវាតទៅមុខទៀតបាទជាទូទៅខ្ញុំធ្លាប់ធ្វើវីដេអូមុនពេលណាយើងវាស់បានគៀកចេះ4 5ឬក៏8 9ចេះអានេះវាចឹងគឺកង់ដងឆ្លងអត់ឆ្លង IC ទេតែបើសិនជា IC ឆ្លងយើងវាស់អាចនឹងបាន100ជាងបាទ
100 លើសបាទអាចនឹង100លើសឬក៏8 9អី40 50អីក៏វាអាចនឹង IC ដែរអញ្ចឹងការវាស់គ្រប់ប្លុកទាំងអស់នេះគឺខ្ញុំសង្កេតឃើញថាប្លុកដែលទៀបជាងគេគឺអាប្លុកលើគេមិញឯងអាមុនគេណាបាទពួកនេះសត50លើសំទោស5ចុចជាងទាំងអស់បាទអញ្ចឹងកន្លែងដែលទៀបជាងគេគឺអានេះឯង 5.0 ឬក៏អីចឹងទៅដែលវាទៀបជាងគេហ្នឹងវាអាចនឹង 4.9 ឬមិញណាបាទយើងទុកមកយូរបន្តិចទៅវាធ្លាក់ចោលក្រោមហ្នឹងហើយតែនេះខ្ញុំអាចដឹងបានថាយ៉ាងណាក៏វាទៀបជាងពួកអមិញដែរអញ្ចឹងខ្ញុំនៅសង្ស័យបន្តិចទៀតអត់ទាន់អស់ចិត្តទេខ្ញុំអត់ទាន់ហ៊ានកាច់កង់ដងហ្នឹងទេដោយសារខ្ញុំឃើញលេខវាអត់ឈ្នះដាច់បាទវាអត់ទៀបជាងដាច់ណាអញ្ចឹងខ្ញុំឃើញមកខាងនេះគឺវាមានប្លុកមួយទៀតខាងភ្លើង VDD មែនវារត់ចូលក្នុងខាងលើនេះទៀតអញ្ចឹងខ្ញុំត្រូវការកាត់ប៉ាងកន្លែងនេះអញ្ចឹងការកាត់ប៉ាងគឺត្រូវប្រុងប្រយ័ត្នតិចខ្លាចវាមុតក្បាលកង់ដងណាបាទប៉ុន្តែខ្ញុំសូមណែនាំឲ្យកាត់ចឹងហើយកុំផ្លុំលើកបាទផ្លុំពេលខ្លះទៅវារៀលកង់ដងរៀលអីណាកាត់នេះវាសុវត្ថិភាពវាអត់ធ្វើឲ្យក្តៅដល់ក្តារដល់បតនេះទេបាទកាត់ហើយក៏យើងវាស់យើងមកមើលសីមាបច្ចៈតិចឃើញថាវាយើងឃើញវានៅផ្ដុំគ្នាអញ្ចឹងយើងអាចកាត់ប្លុកបានដែលវាយើងអាចថាយើងកាត់ប្លុកលើមួយនេះមកលើវាមានប្រហែលក្របនេះខាងក្រោមវាមានប្រហែលក្របនេះយើងវាស់តែមួយបានហើយលើមួយក្រោមមួយបាទអញ្ចឹងក៏ខ្ញុំប្រើអាតួឯកខ្ញុំហ្នឹងគឺវាស់វាបច្ចៈទៀតថាតើប្លុកលើនេះតម្លៃប្រហែលបាទយើងវាស់ទៅឃើញថាប្លុកលើនេះវាបានតម្លៃវាដៃខ្ញុំវាចេះតែល្អលអូម៉ែតនេះវាមូលបាទអញ្ចឹងវា5ជាងដល់ពេលយើងវាស់ប្លុកក្រោមនេះឃើញថាវាបានក្រោម4ឃើញទេបាទ4តា49នេះ48ឃើញទេបាទអញ្ចឹងខ្ញុំសម្រេចថាគឺបាសជាប្លុកហ្នឹងហើយអញ្ចឹងខ្ញុំវាស់កង់ដងជាប់ហ្នឹងឃើញថាវាទៀបខ្លាំងជាងគេតែម្ដងវាចូល14.6អញ្ចឹងខ្ញុំក៏សម្រេចឆ្កឹះវាចោលទៅបាទព្រោះវាទៀបខ្លាំងហើយវាអត់មានអាណាទៀបជាងហ្នឹងទេយើងវាស់មកទាំងអស់មិញណាអញ្ចឹងយើងវាស់យើងឆ្កឹះហើយយើងវាស់បច្ចៈមើលឃើញថាវាឡើង14,500ជិះគឺលេងឆ្លងហើយអញ្ចឹងយើងអាចកាច់យោតម៉ូតទៅហើយយើងវាស់យោតម៉ូតវិញដើម្បីឲ្យដឹងថាវាពិតជាបាត់ឆ្លងមែនក៏អត់អញ្ចឹងយើងកាច់យោតម៉ូតធម្មតាហ្នឹងបាទយើងខ្មៅចាក់ភ្លើងក្រហមចាក់ម៉ាស់បាទឃើញថាវាសង្ឃឹមថាឈ្ងុយបាទប្រាក់ហើយប្រាក់ឈ្ងុយប្រាក់តិចហើយបាទអញ្ចឹងកន្លែងនេះខ្ញុំគិបpower supply ដើម្បីតេស្តបាទចង់ដឹងវាបាត់ឆ្លងអត់ប៉ុន្តែកាមេរ៉ាខ្ញុំវាទៅជាថតទៅលើទៅវាអត់ឃើញថាដៃដែលយើងគិបហ្នឹងឃើញទេយើងគិបបច្ចៈហ្នឹងគឺបានន័យថាយើងគិបទៅខ្ញុំចូលលេខនេះគឺបានន័យថាវាអត់ឆ្លងទេគិបទៅវាអត់ឆ្លងទេតែយើងនឹងបើកចេញក៏អត់អញ្ចឹងយើងក៏មកគិបជាមួយអេក្រង់ហើយបើកយកតែម្ដងទៅក៏ជប់ឆ្លងហ្នឹងណាអញ្ចឹងយើងអ៊ុតទាំងអស់គ្នាយើងចាំអ៊ុតមើលណាវាបើសិននោះបើកចេញក៏អត់បាទមកពឹកមកឃើញ100ជាងបាត់ទៅវិញយើងរៀងនេះដែររៀងបុកពោះដែរដល់ពេលយើងបើកវាអាយុបន្តិចទៅឃើញថាវាចេញប៉មកផ្លឹបបាទប្រាក់សុទ្ធហើយបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបាទផ្សេងទៀតយើងនឹងតចាំទៅជួបគ្នាវីដេអូក្រោយទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ